និយាយពីគ្រួសាររបស់ឆ្មាហើយនិងឆ្កែអ្នកទាំងអស់គ្នាគេកំពុងតែមានក្តីសុខដើរ shopping ទិញកាអាវឲ្យកូនគេចឹងណាដោយសារតែប្រពន្ធគេនឹងរៀបនឹងសម្រាប់កូនហើយបន្ទាប់មកនោះក៏មានខាងមេបញ្ជាការខាងប្តីនោះតែឲ្យទៅសមរភូមិប្រយុទ្ធអីចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកប្តីនេះក៏បានលាប្រពន្ធទៅសមរភូមិចឹងទៅហើយប្រពន្ធនេះក៏ពិបាកចិត្តហើយគ្រាន់តែដល់សមរភូមិភ្លាមប្តីនេះនៅប្រពន្ធជាខ្លាំងខ្លាមកប្រពន្ធចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកប្រពន្ធដែលជាឆ្មានេះក៏បានមក shopping ហើយប្តីនោះក៏បានទៅសមរភូមិប្រយុទ្ធបាញ់គ្នាពេញហ្នឹងអ្នកទាំងអស់គ្នាបាទហើយបន្ទាប់មកប្រពន្ធនេះដល់ shopping ក៏បានឈឺពោះអីចឹងទៅហើយក៏បានទៅពេទ្យដើម្បីពីព្រោះឲ្យដល់ពេលសម្រាប់កូនណាអ្នកទាំងអស់គ្នាហើយប្តីនោះនៅសមរភូមិប្រយុទ្ធគ្នាពេញហ្នឹងអ្នកទាំងអស់គ្នាបាទហើយបន្ទាប់មកប្រពន្ធនេះក៏បានសម្រាប់បានកូនមួយយ៉ាងស្រស់ស្អាតអ្នកទាំងអស់គ្នាហើយឯប្តីនេះក៏បានត្រូវក្របបានស្លាប់នៅក្នុងសមរភូមិយ៉ាងណាអ្នកទាំងអស់គ្នាហើយប្រពន្ធនោះក៏ខកទៅប្តីហើយយំសោកនឹកប្តីអ្នកទាំងអស់គ្នាបាទចាប់តែប៉ុណ្ណឹងអ្នកទាំងអស់គ្នា